វីដេអូមួយនេះខ្ញុំចែករំលែកអំពីរបៀប login Wi-Fi ដើម្បីចូលទៅមើលឧបករណ៍ឬទូរស័ព្ទឬឧបករណ៍ផ្សេងដែលភ្ជាប់ជាមួយនឹង Wi-Fi របស់យើងណាអញ្ចឹងជំហានដំបូងយើងត្រូវភ្ជាប់ Wi-Fi មុនសិនមកបន្ទាប់មកទៀតយើងត្រូវមានកម្មវិធី Firefox នេះហើយយើង search កន្លែងនេះមកកន្លែងនេះអូខេឃើញណាចឹងយើងដាក់លេខ IP address របស់ router របស់យើង 192.168 ចុចលេខ 1 ចុចលេខ 1 បន្តមកទៀតយើងចុចពាក្យ enter បន្ទាប់ពី enter រួចរាល់យើងទទួលបានកន្លែងនេះគឺ username ហើយនិង password អញ្ចឹង username គឺ admin admin អញ្ចឹងយើងបំពេញអក្សរតូចមកហើយ password ដូចគ្នាដែរអក្សរតូចដូចគ្នាតមកទៀតយើងចុចពាក្យ login អូខេជំហានបន្ទាប់គឺយើងឃើញពាក្យ advanced មួយនៅខាងលើនោះមានពាក្យ advanced មួយនេះ advanced ចេញយកពាក្យ advanced នេះមក advanced setup ពេលហើយអញ្ចឹងគឺវាឈរនៅកន្លែងតារាង home អញ្ចឹងគឺយើងចុចទៅកន្លែង home ហើយយើងមើលកន្លែងWLAN device អញ្ចឹងយើងទទួលបានឧបករណ៍ឬកាមេរ៉ាឬអីណាប្រភេទ wireless ដែលភ្ជាប់ជាមួយ Wi-Fi ហ្នឹងសរុបមាន4 1 2 3 4អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងបង្ហាញដែលមានឧបករណ៍ភ្ជាប់